ចោពុំពាំងចលកភាពជាប្រពន្ធមានលក្ខណៈចង់វាំងចរន្តនៅគ្រប់តំបន់លើពិភពលោកកាសង្គមធម្មជាតិសង្គមមនុស្សបងពួរថ្លៃថ្លាមានឆន្ទៈនឹងមិននឹងសេចក្ដីចេញថែរក្សាការពារគ្នាបានអនុវត្តគោលការណ៍ពង្រឹងសេវាសាធារណៈពិសេសយើងមានបង្រៀនសន្តារៈបែងក៏តែងចំណានជាធនធានមនុស្សមានសមត្ថភាពពួងលោដោយខ្លាចវិញទេសាំងនឹងច្បាំងមូលដ្ឋានចេញថែភ្ញៀវបានសុខដុមរមនីកដានុពលដែលយើងទទួលផលពីធម្មជាតិជាអេកូទេសចរលុតលាតនៅក្នុងមាតុភូមិកម្ពុជាព្រៃព្រឹកទឹកជ្រោះឆ្នេរខ្សាច់សឹងរសាមុតចលធាសោតទឹកសាបរឹកគេមរគាទស្សនីយកាងយ៉ាងស្រងបំប្រងយើងខ្មែរថៃបានបង្រិដ្ឋានធម្មជាតិបានហើយពិតមិនខ្វាំងភៀវទេសចរឡើយគេមកហើយទំនាក់ទំនងសេវាកម្មល្អជាចលក៏ប្រស្រ័យតតងទាំងអស់គ្នាធានារ៉ាប់រងក្នុងការគ្រប់គ្រងសម្បត្តិធម្មជាតិយើងមានអង្គរជាគ្រឿងទេសចរវប្បធម៌មហាសាលភ្លឺអភៀងដូចមានមេក្រាលើដែនវិសាលនៃធរណីមាត្រទេសចរវប្បធម៌អេកូទេសចរមរតកធម្មជាតិខ្មែរចេះឆ្នៃដឹងឲ្យចិត្តមានញាតนุ่งសេដ្ឋកិច្ចជាតិចីរភាពលូតលាស់នយោបាយទេសចរបើកចំហជើងមេឃស្រឡាំងអំណោយផលដល់ភ្ញៀវខ្លាំងណាស់ព្រមមកចាប់ទាំងរហ័ងស្ម័គ្រស្មោះពីងថាទេសចរនេះយើងមិនឯគឺអ្វីដែលស្រង់ភាពល្អស្អាតខ្លាចភ្នែកគ្មានខ្ចង់ភាពសមនងព្រោះការកំសាន្តអ្វីដែលគេគ្មានគឺខ្មាំមានជានិច្ចរៀងរៀបគ្រប់ខេត្តស្រុកមានសុខសន្តិភាពមានរបៀបរៀបស្រុកសានត្រានសិល្បៈវប្បធម៌មានគំនិតភ្ញៀវមុនសម្រានអាហារឆ្ងាញ់តែញធូរថ្លៃបានរមណីយដ្ឋានបានគប់នេត្រាសម្ដេចតេជោហ៊ុនសែនសរសើរទង្វើទេសចរកូនឡុងមកជ្រឹងយកពីល្អហើយបន្តផ្សព្វផ្សាយឃោសនាស្ថាប័នពាក់ព័ន្ធជាចរណរំប្រតិបត្តិការទាំងអស់គ្នាជាមហាចលនាអង្គភិវឌ្ឍស្ដារវិស័យទេសចរជាតិ